សួស្តីបងប្អូនប្រិយមិត្តថ្ងៃនេះខ្ញុំមកនិយាយអំពីអឺបុរសគាត់ស្រឡាញ់យើងពិតប្រាកដឬក៏មិនពិតប្រាកដខ្ញុំមានតែ6ចំណុចទេសម្រាប់ឲ្យបងប្អូនស្រីគាត់ងាយស្រួលក្នុងការមើលបាទមនុស្សប្រុសបើសិនជាគាត់ស្រឡាញ់យើងពិតប្រាកដបងប្អូនសង្កេតមើលតែ5 6ចំណុចដែលខ្ញុំបានរៀបរាប់នេះគឺដឹងហើយបាទពិតឬក៏មិនពិតណាបាទតើគាត់ស្រឡាញ់យើងមានគោលដៅអនាគតទៅមុខឬក៏គាត់នៅស្រឡាញ់យើងធម្មតាគាត់ទៅលេងសើចអីធម្មតាអញ្ចឹងចំណុចនេះប្រុសកុំអន់ចិត្តពីព្រោះវាជាចំណុចខ្សោយរបស់បុរសដើម្បីងាយស្រួលក្នុងការឲ្យដៃគូរបស់យើងគាត់ងាយស្រួលដឹងថាយើងស្រឡាញ់គេពិតប្រាកដឬក៏ស្រឡាញ់គេលេងសើចបាទជាទូទៅបុរសដែលគេស្រឡាញ់យើងពិតប្រាកដគឺស្រួលមើលហ៎បាទនៅពេលដែលអ្នកខឹងគេសុខចិត្តសុំទោសយើងគេអត់ឲ្យយើងខឹងយូរទេបុរសដែលគេស្រឡាញ់យើងពិតប្រាកដណាបើទោះជារឿងហ្នឹងគេត្រូវយើងខុសទោះជារឿងហ្នឹងយើងខុសយើងត្រូវខាងដៃគូស្ត្រីយើងខុសក៏យើងត្រូវតែសុំទោសគេដែរភាគច្រើនបុរសដែលគាត់ស្រឡាញ់នារីណាម្នាក់ពិតប្រាកដគាត់អត់ចង់ឲ្យនារីដែលគាត់ស្រឡាញ់ហ្នឹងខឹងគាត់យូរទេបាទអត់ចង់ទេពីព្រោះគាត់ខ្លួនឯងហ្នឹងជួនពេលខ្លះអារម្មណ៍គាត់មកឆាវអញ្ចឹងទៅគាត់នឹងត្រឡប់មកល្អវិញដោយសារតែគាត់គិតថាបើគាត់ធ្វើអញ្ចឹងដៃគូនារីដែលគាត់ស្រឡាញ់ហ្នឹងនាងនឹងខូចចិត្តអញ្ចឹងបុរសដែលគេស្រឡាញ់យើងពិតប្រាកដបើទោះជាយើងធ្វើខុសក៏ដោយយើងធ្វើត្រូវក៏ដោយបើមិនជាយើងខឹងគាត់គឺដាច់ខាតគាត់ត្រូវតែមកសុំទោសយើងមុននេះព្រោះគាត់អត់ចង់ឲ្យយើងខឹងគាត់យូរបាទហ្នឹងបុរសដែលគេស្រឡាញ់យើងណាហើយបើមិនជាគេអត់ស្រឡាញ់យើងទេខុសល្មមគេទៅបាត់គេអត់ទទួលយកកំហុសទេហើយគេអត់សុំទោសយើងទេគេទុកឲ្យយើងហ្នឹងជាអ្នកសុំទោសគេវិញបាទជួនពេលខ្លះគេក៏បដោយទៅតាមអាកំហុសរបស់គេហ្នឹងដើម្បីឲ្យយើងនឹងអស់ចិត្តពីគេក៏ថាបានដែរនេះបើសិនជាគេអត់ស្រឡាញ់យើងណាបាទវាផ្ទុយគ្នាទង្វើហ្នឹងបងប្អូនបាទវាផ្ទុយគ្នាហើយចំណុចទី2គេធ្វើគ្រប់យ៉ាងដើម្បីឲ្យយើងសប្បាយចិត្តបើទោះជាគេត្រូវយើងស្ដីឲ្យក្ដីបើទោះជាគេសុំទោសយើងច្រើនដងច្រើនសារក្ដីប៉ុន្តែគ្រប់ទង្វើហ្នឹងគឺគេធ្វើដើម្បីឲ្យយើងសប្បាយចិត្តបាទអញ្ចឹងយើងមើលតែចំណុចតូចហ្នឹងសិនណាបាទចំណុចទី3គេធ្វើឲ្យអ្នកទទួលយកគ្រប់យ៉ាងនៅអ្វីដែលគេអត់ចូលចិត្តគេនឹងព្រមធ្វើមកបាទគេមិនព្រមធ្វើនៅអ្វីដែលអ្នកអត់ចូលចិត្តទេមានន័យថាគេកែគ្រប់យ៉ាងនៅអ្វីដែលគេអត់ចូលចិត្តឲ្យតែអ្នកអត់ចូលចិត្តគឺគេកែគេមានន័យថាគេអត់បន្តធ្វើនៅអ្វីដែលអ្នកមិនពេញចិត្តទេបុរសភាគច្រើនដែលគាត់ស្រឡាញ់មនុស្សស្រីណាពិតប្រាកដគាត់ព្រមកែចំណុចខ្វះខាតរបស់គាត់កែនៅចំណុចខ្សោយរបស់គាត់លះបង់នៅទង្វើអាក្រក់របស់គាត់អេរិយាបថមិនសមរម្យរបស់គាត់ចោលទាំងអស់រហូតដល់ជួនពេលខ្លះគាត់អាចលះបង់ដល់មិត្តភ័ក្តិដែលដៃគូគាត់គិតថាវាអត់ល្អក៏គាត់អាចនឹងលះបង់បានដែរបាទដើម្បីមនុស្សដែលគាត់ស្រឡាញ់តែម្នាក់គាត់អាចលះបង់គ្រប់យ៉ាងបាននេះជាសារធាតុពិតរបស់បុរសបាទវាគាត់កែគ្រប់យ៉ាងដើម្បីមនុស្សដែលគាត់ស្រឡាញ់តែបើគាត់អត់កែទេអានឹងខ្ញុំអត់ដឹងថាយ៉ាងម៉េចទេប៉ុន្តែវាជាអារម្មណ៍មនុស្សប្រុសបើសិនជាគាត់ស្រឡាញ់មនុស្សស្រីណាម្នាក់គឺគាត់លះបង់អស់ហើយគាត់អត់មាននៅស្ដាយសំណោះហើយនឹងគាត់ធ្វើអ្វីគ្រប់យ៉ាងក៏ដើម្បីមនុស្សស្រីដែលគាត់ស្រឡាញ់នឹងដែរបាទហើយចំណុចទី4គឺគេតែងតែមានពេលឲ្យអ្នកជានិច្ចបាទមិនថាពេលយើងសប្បាយចិត្តពេលយើងពិបាកចិត្តទេឲ្យតែយើងត្រូវការគឺបុរសដែលគេស្រឡាញ់យើងពិតប្រាកដគេតែងតែមានពេលឲ្យយើងគេអត់យកលេសថាមកមិនបានជួបមិនបានគ្មានពេលឲ្យគ្មានពេលពិភាក្សាសូម្បីតែនិយាយទូរស័ព្ទអីក៏អត់ទេគេអត់ដែរគិតអញ្ចឹងទេមានន័យថាពេលដែលយើងត្រូវការគេគឺគេតែងតែ
មកចូលនៅក្នុងជីវិតយើងភ្លាមមានន័យថាការបែងចែកពេលវេលាសម្រាប់យើងគឺនៅតែជាអតិភិបសម្រាប់គេនេះបើសិនជាគេស្រឡាញ់យើងមិនគេទុកយើងចោលហើយគិតថាគេស្រឡាញ់យើងអត់ទេខ្ញុំជឿថាបុរសតែគេអត់ស្រឡាញ់យើងហើយគឺគេទុកយើងចោលហើយតែបើគេស្រឡាញ់យើងទោះបីជាគេរវល់បែបម៉េចក៏ដោយក៏គេនៅតែមានពេលវេលាសម្រាប់យើងដែរឲ្យតែពេលយើងត្រូវការគេបាទហើយចំណុចចុងក្រោយគេមានផែនការច្បាស់លាស់ជាមួយយើងឧទាហរណ៍ថាមនុស្សពីរនាក់ស្រឡាញ់គ្នាបើមនុស្សប្រុសនឹងអត់ច្បាស់លាស់មួយយើងសូម្បីតែផែនការរៀបការក៏គ្មានដែរបាទបុរសដែលគេស្រឡាញ់យើងពិតប្រាកដបើគេអត់ទាន់រៀបការជាមួយយើងទេគ្រាន់តែជាសង្សារគឺគេនឹងមានផែនការរៀបការច្បាស់លាស់របស់គេហ្មងបាទហើយគេនឹងមានក្តីស្រមៃជាមួយគ្នារួមគ្នាតែទាំងធ្វើអ្វីក្រោយពេលចាប់ដៃគ្នាស្រឡាញ់គ្នារៀបការជាមួយគ្នាហើយមានថាគេមានផែនការច្បាស់លាស់សម្រាប់គ្រួសារតែម្ដងនេះគឺជាអ្វីដែលខ្ញុំចង់និយាយថាបុរសដែលគេស្រឡាញ់យើងពិតប្រាកដយើងមើលទៅលើតែចំណុចតូច6 5 6ចំណុចនឹងសិនបានហើយហើយបើគេអត់ស្រឡាញ់យើងពិតប្រាកដទេកុំថាឡើយផែនការរៀបការគ្រាន់តែមានពេលវេលាឲ្យយើងហ្នឹងក៏គ្មានដែរហើយជាពិសេសបងប្អូនយុវវ័យសូមកុំឆាប់ចាញ់បោកពាក្យសម្ដីរបស់បុរសពេកបុរសមួយចំនួនហ្នឹងប្រើពាក្យសម្ដីលួងលោមគេពេលអត់ទាន់បានខ្លួនប្រាណគេដល់ពេលបានខ្លួនប្រាណគេហើយការគិតផ្សេងការនិយាយផ្សេងភាគច្រើនបាទដែលបងប្អូនយុវវ័យនារីគឺគាត់ចាញ់កលរបស់បុរសកន្លែងហ្នឹងបាទយើងក្នុងមេរៀននេះខ្ញុំចែករំលែកតែប៉ុណ្្នេះទេនិយាយអំពីបុរសដែលគេស្រឡាញ់យើងពិតប្រាកដយើងត្រូវមើលលើចំណុចដែលខ្ញុំរៀបរាប់ប៉ុណ្ណឹងបាទសូមអរគុណ